ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Page CM1 Mission ក្នុងថ្ងៃនេះផងដែរខ្ញុំបង្ហាញជូនបងប្អូនទាំងគ្នាពីវិធីធ្វើម្សៅរមៀតតែមុននឹងចូលដល់ការធ្វើម្សៅរមៀតបងប្អូនខ្ញុំសូមបញ្យល់ត្រួសពីអត្ថប្រយោជន៍នៃមើមរមៀតរបស់ខ្មែរយើងសិនណាបងប្អូនណាបាទអញ្ចឹងមើមរមៀតរបស់ខ្មែរយើងគឺជាគ្រឿងទេសដ៏ពេញនិយមសម្រាប់យកមកធ្វើជាម្ហូបសម្រាប់បរិភោគជាប្រចាំថ្ងៃអញ្ចឹងហើយចំពោះរមៀតគឺមានផ្ទុកនៅសារធាតុជាច្រើនបងប្អូនណាគឺមានផ្ទុកនៅសារធាតុប្រូតេអ៊ីនសារធាតុកាកសរសៃវីតាមីន C វីតាមីន E វីតាមីន K ស័ង្កសីជាតិដែកម៉ាញ៉េស្យូមទង់ដែងឬក៏វីតាមីនផ្សេងទៀតដែលខ្ញុំមិនអាចរៀបរាប់អស់ចឹងទៅបងប្អូនណាហើយចំពោះរមៀតនេះទៀតសោតគឺយើងអាចយកមកធ្វើជាថ្នាំបុរាណឬក៏ជាឱសថសម្រាប់ព្យាបាលជំងឺផ្សេងនៅក្នុងនោះគឺជួយព្យាបាលជំងឺទប់ស្កាត់នៅមហារីកណាព្យាបាលជំងឺភាពស៊ាំនៅពេលដែលបងប្អូនធ្វើការពិសាថ្នាំច្រើនវាជួយកាត់បន្ថយភាពស៊ាំនៃជំងឺរ៉ាំរ៉ៃរបស់យើងអញ្ចឹងទៅអានេះខ្ញុំប្រាប់ត្រួសឲ្យណាបងប្អូនណាមានច្រើនជាងនឹងទៀតមានជួយព្យាបាលការរលាកភ្លើងឬរលាកវត្ថុក្តៅផ្សេងអញ្ចឹងណាបងប្អូនបាទមិនត្រឹមតែប៉ុណ្ណោះមើលរមៀតរបស់យើងគឺជួយទៅដល់សម្រស់បាទផ្នែកខាងសម្រស់ណាអញ្ចឹងបងប្អូននារីភាគច្រើនគាត់យកវាទៅច្នៃធ្វើជាម្សៅដើម្បីលាបទៅលើស្បែកណាឲ្យស្បែករលោងស្បែកម៉ត់ស្បែកសអីបែបហ្នឹងអញ្ចឹងទៅបាទទៅតាមវិធីឬក៏បច្ចេកទេសប្រើរៀងៗខ្លួនអញ្ចឹងណាបងប្អូនណាមួយវិញទៀតរមៀតនេះក្រៅពីគ្រឿងទេសដាំស្លោហើយគឺយើងអាចយកមកញ៉ាំនៅពេលលាបផ្សំជាមួយនឹងទឹកឃ្មុំក៏ដូចជាការឆុងដូចតែអញ្ចឹងបងណាបាទនៅពេលយើងច្នៃវាចេញធ្វើជាម្សៅហើយណាបងប្អូនបាទគឺមានអត្ថប្រយោជន៍ច្រើនជាងនឹងដែលខ្ញុំកំពុងតែនិយាយរៀបរាប់បាននេះមិនតាន់នឹងអស់ផងបងប្អូនណាបាទដោយសារតែខ្ញុំសង្ខេបទេព្រោះថានេះគឺជាវិធីនៃការធ្វើម្សៅរមៀតតែគ្រាន់ថាខ្ញុំលើកពីអត្ថប្រយោជន៍នៃមើមរមៀតរបស់យើងមកនេះដើម្បីឲ្យបងប្អូនជ្រាបខ្លះដើម្បីឲ្យដឹងថាតើអត្ថប្រយោជន៍រមៀតរបស់យើងនឹងវាមានអីខ្លះចឹងទៅបងប្អូនណាបាទអញ្ចឹងយើងក៏លេចមកមើលពីការធ្វើម្សៅរមៀតរបស់យើងវិញបន្ទាប់ពីយើងកោសរមៀតបានហើយណាមិនថារមៀតរបស់យើងច្រើនឬតិចទេគឺយើងសិតតែយកវាមកធ្វើជាប្រយោជន៍របស់យើងបានចឹងទៅបងប្អូនណាអញ្ចឹងបន្ទាប់ពីលាងបាទស្អាតដីរបស់រមៀតហើយចំពោះរមៀតធំគឺយើងធ្វើការចិត្តវាណាបងប្អូនបាទរមៀតធំដែលមានមើមធំណាយើងចិត្តវាយិតសបកវាចេញចំពោះមើមរមៀតដែលនៅតូចគឺយើងធ្វើការកោសវិញបងប្អូនណាយើងធ្វើការកោសសបកវាទេគឺយើងអាចចិត្តទេបើយើងចិត្តក៏ជាអស់សាច់រមៀតដែរតោះនេះបងប្អូនបាទអញ្ចឹងបន្ទាប់ពីយើងធ្វើការចិត្តក៏ដូចជាកោសរបបរមៀតនឹងឲ្យបានស្អាតហើយគឺយើងយករមៀតទាំងអស់នោះទៅលាងទឹកឲ្យបានស្អាតណាបងប្អូនបាទលាងពី3ទឹកទៅដើម្បីឲ្យវាជ្រះដីអស់ចេញពីរមៀតរបស់យើងបន្ទាប់ពីយើងធ្វើការលាងទឹកឲ្យបានស្អាតពី3ទឹករួចហើយគឺយើងត្រូវយកមើមរមៀតដែលយើងបានលាងស្អាតហ្នឹងយកវាទៅហាន់ជាចំណិតបងប្អូនណាបាទហាន់ជាចំណិតស្ដើងល្មមអញ្ចឹងទៅបាទបើសិនជាមើមធំយើងហាន់មួយអញ្ចឹងទៅបងប្អូនបាទហាន់មួយដូចជាហាន់ស្លាអញ្ចឹងណាតែបើសិនជាមើមទូចយើងយកពី3មើមមកដើម្បីហាន់គួបគ្នាអញ្ចឹងទៅដើម្បីឲ្យឆាប់ហើយបាទបើសិនជាល្មៀតយើងច្រើនហៅបងប្អូនមកជួយហាន់ទៅតែបើល្មៀតតិចទេហាន់ខ្លួនអីឲ្យហើយសិនទៅបងប្អូនណាបាទក្រោយពីហាន់ល្មៀតរបស់យើងនេះរួចរាល់ចប់សពគ្រប់អស់ហើយគឺយើងត្រូវយកល្មៀតរបស់យើងនេះទៅហាលនៅក្រោមកម្ដៅថ្ងៃណាបងប្អូនបាទបើសិនជាថ្ងៃក្តៅខ្លាំងតែ2ថ្ងៃអីស្ងួតហើយបងប្អូនណាបើសិនជាថ្ងៃក្តៅខ្លាំងណាតែបើថ្ងៃលក្ខណៈក្តៅបិទក្តៅបើកគឺនឹងអាចទៅ3 4ថ្ងៃអញ្ចឹងទៅតាមស្ថានភាពចាស់ស្ដែងណាបងប្អូនបាទល្មៀតវាងាយនឹងស្ងួតទេបងប្អូនហើយល្មៀត3 4គីឡូបាទដល់ពេលដែលហាស្ងួតទៅបានតែកន្លះគីឡូឬក៏ក្រោមនឹងទេនេះគឺជាលទ្ធផលល្មៀតដែលខ្ញុំបានហារយៈពេល2ថ្ងៃដោយសារអាកាសធាតុបាទសម័យរបស់យើងបច្ចុប្បន្ននេះគឺក្តៅខ្លាំងមែនទែន35 36 38ឯណោះបាទគឺក្តៅខ្លាំងមែនទែនហើយល្មៀតរបស់ខ្ញុំនេះគឺស្រួយណាពេលយើងហាស្ងួតទៅគឺយើងស្ទាបមើលទៅគឺស្រួយបងប្អូនណាឡើងតម្លេងស្រួយខ្ញោកតែម្ដងហើយនៅពេលដែលស្ងួតហើយល្មៀតរបស់យើងស្ងួតហើយគឺយើងត្រូវយកវាទៅបាទបុកឬក៏កិនបើសិនជាបងប្អូនមានម៉ាស៊ីនបាទយើងកិនទៅវាឆាប់ម៉ត់ហើយក៏ឆាប់ហើយដែរអញ្ចឹងម៉ាស៊ីនវាលឿនតែបើយើងអត់មានម៉ាស៊ីនទេគឺយើងបុកដោយប្រើត្បាល់ណាបងប្អូនណាគ្រាន់តែថាប្រើត្បាល់ឬប្រើពេលយូរគួរសមដែរអញ្ចឹងល្មៀតនៅពេលដែលស្ងួតគឺយើងឃើញថាសភាពល្មៀតគឺអត់សូវពណ៌ល្អទេអត់សូវពណ៌ដូចមាសទេតែដល់ពេលយើងបុកម៉ត់បែបនេះបងប្អូនណាឃើញថាពណ៌ដូចមាសខ្លាំងមែនទែនគឺក្រហមឆ្អិនឆ្អៅតែម្ដងបាទដូចមាសសុទ្ធមិនខ្លាច់ភ្លើងអញ្ចឹងបងប្អូនណាបន្ទាប់ពីបុកម៉ត់បានគួរសមហើយដូចឃើញក្នុងវីដេអូអញ្ចឹងបងប្អូនធ្វើការយកវាមករែងជាមួយនឹងកញ្ច្រែងល្អិតណាបងប្អូនកញ្ច្រែងកាន់តែល្អិតកាន់តែល្អកាន់តែល្មៀតរបស់យើងម្សៅល្មៀតរបស់យើងកាន់តែម៉ត់អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីរែងរហូតដល់យកអាគ្រួសចេញណាបងប្អូនណាយកគ្រួសធំចេញហើយយកល្អិតម៉ត់របស់យើងនឹងជាម្សៅល្មៀតហ្នឹងយកមកទុកចំពោះអាគ្រួសបាទបានន័យថាគ្រួសល្មៀតហ្នឹងគឺយើងយកវាទៅទុកបុកម្ដងទៀតអញ្ចឹងយើងបុកម្ដងហើយម្ដងទៀតបុកហើយរែងហើយបុករហូតទៅដល់បាទល្មៀតរបស់យើងនឹងអស់ពីស្តុកបានន័យថាល្មៀតរបស់យើងទាំងអស់ហ្នឹងគឺត្រូវម៉ត់ទាំងអស់អញ្ចឹងណាតែយើងបុកនេះគឺត្រូវការប្រើពេលយូរបន្តិចហើយនេះជាលទ្ធផលបាទក្រោយពីខ្ញុំបុក3 4ត្បាល់ល្មៀតរបស់យើងហ្នឹងបុក3 4ត្បាល់ទៅគឺបានប៉ុណ្ណឹងវាម៉ត់បានប៉ុណ្ណឹងដែរបងណាអញ្ចឹងល្មៀតចំនួន3គីឡូរបស់ខ្ញុំនេះវាបានគិតជាសាច់ម៉ត់នៃល្មៀតទៅគឺវាបានតិចដែរទេហើយនេះគឺជាគ្រួសដែលយើងត្រូវយកវាទៅបុកបាទគ្រួសល្មៀតណាយើងត្រូវយកវាទៅបុកទៀតអ
ចឹងបុករហូតដល់ម៉ត់នៅពេលដែលបាទល្មៀតរបស់យើងម្សៅល្មៀតរបស់យើងបានម៉ត់ទាំងអស់ទាំងស្រុងហើយគឺយើងបាទរកកន្លមួយទៅដើម្បីទុកវាដើម្បីប្រើប្រាស់ជាប្រយោជន៍អីផ្សេងៗចឹងណាដោយដែលខ្ញុំបាននិយាយពីអត្ថប្រយោជន៍វាខាងដើមចឹងបងប្អូនណាបាទល្មៀតប្រើបានច្រើនយ៉ាងចឹងទៅអរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាបងប្អូននឹងទាន់អ្វីខ្ញុំបានបញ្យល់ក៏ដូចជាអត្ថន័យក្នុងវីដេអូនេះហើយបើសិនជាមានកំហុសខុសឆ្គងដោយប្រការណាមួយក៏សូមខន្តីនិងអភ័យទោសណាបងប្អូនណាបើសិនចូលចិត្តវីដេអូនេះកុំភ្លេចជួយចុច Subscribe ក៏ដូចជា Like Share ដើម្បីទទួលបានវីដេអូថ្មីៗពី Channel និង Page របស់ខ្ញុំបាទជាបន្តទៀតអញ្ចឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀតជម្រាបលា